តំបន់លំពីនីនេះក៏មានវត្តខ្មៅលំពីនីដែលដឹកនាំកសាងដោយព្រះទេវស្ថាបនិកមេតាវត្តខ្មៅលំពីនីចាប់ផ្ដើមកសាងនៅឆ្នាំ2006ដែលទទួលបាននូវសមិទ្ធផលជាច្រើនទទួលបានល្អដាច់គេនៅរចនាបថខ្មែរគណៈធម្មយាត្រាបានធ្វើដំណើរទៅកាន់ក្រុងកបិលវត្ថុគឺជារាជធានីរបស់រាជវង្សសក្យៈដែលគ្រប់គ្រងដោយស្ដេចសទ្ធោទនៈជាព្រះបិតារបស់ព្រះពុទ្ធនៅសម័យពុទ្ធកាលក្រុងកបិលវត្ថុមានពុទ្ធស្ថានជាច្រើនដូចជារាជវាំងស្ដេចសទ្ធោទនៈវិហារនិក្រូធក្រៀមទីក្រុងកបិលវត្ថុមានចម្ងាយ27គីឡូម៉ែត្រពីឧទ្យានលំពីនីដាច់ត្រង់យាងផុតចាងដំណាំងក្រោយนุ่งបំពីជីឯកអាំងមហេសីត្រង់ភញាំងចាក់តែបំព្រៀងរស្មីភ្លឺស្រាងស្រាងព្រះនាងទ្រង់យាងចេញចលីទ្រង់ស្រាប់ព្រះភ័ក្ត្រដោយវារី មានប្រាស់មានទឹកអីនៅទីនេះ
ទឹក